អាមេរិកបានអះអាងថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំបួរនៅតែជាគន្លឹះបន្ធូរបន្ថយភាពតានតឹងព្រំដែននិងការរក្សាសន្តិភាពកម្ពុជាថៃសហរដ្ឋអាមេរិកបានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំបួរវានៅតែជាយន្តការការទូតដ៏សំខាន់នៅក្នុងការកាត់បន្ថយភាពតានតឹងនិងទប់ស្កាត់ការវិលត្រឡប់មកវិញនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃគណៈភាគីទាំងពីរកំពុងបន្តអនុវត្តការបដិញ្ញាចិត្តរបស់ខ្លួនដើម្បីរក្សាសន្តិភាពនៅតាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃ29កក្កដាបានរំលឹកអំពីការប៉ះទង្គិចគ្នាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃកាលពីអំឡុងឆ្នាំ2025បានបណ្ដាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិតពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាននិងបង្កភាពមិនប្រកបប្រជាដល់សហគមន៍រស់នៅទាំងសងខាងព្រំដែននៃប្រទេសទាំងពីរស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថាបន្ទាប់ពីវិបត្តិនោះលោកប្រធានាធិបតីអាមេរិក Donald Trump បានជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំបួរដែលបង្កើតជាក្របខ័ណ្ឌការទូតសម្រាប់បញ្ចប់អំពើហិង្សានិងជំរុញការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចាដោយសន្តិវិធីបើទោះបីជានៅមានការងារជាច្រើនត្រូវអនុវត្តបន្ថែមក៏ដោយសហរដ្ឋអាមេរិកយល់ឃើញថាកិច្ចព្រមព្រៀងនេះនៅតែជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរកាត់បន្ថយហានិភ័យនៃការប្រជុំមុខដោយយោធានិងលើកកម្ពស់ការដោះស្រាយវិវាទតាមយន្តការទ្វេភាគីនិងច្បាប់អន្តរជាតិជាគោលជាស្ដែងកិច្ចព្រមព្រៀងបានកំណត់វិធានការសំខាន់ៗរួមមានការកាត់បន្ថយសកម្មភាពយោធានៅតំបន់ព្រំដែនការប្រើប្រាស់យន្តការគណៈកម្មការព្រំដែនរួមនៅក្នុងការដោះស្រាយបញ្ហាព្រំដែននិងសហការជាមួយក្រុមអ្នកអង្គការអាស៊ាន AOT ដើម្បីតាមដានការអនុវត្តបទចុះបាញ់និងរក្សាស្ថិរភាពនៅក្នុងតំបន់សូមជម្រាបថាកាលពីសប្តាហ៍មុនក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាអេដាមប្រាសុខុននិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ភាគីកម្ពុជាបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកចំពោះការគាំទ្រការសម្របសម្រួលបទចុះបាញ់និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំបួរព្រមទាំងការបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពតាមព្រំដែនកម្ពុជាថៃសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីថាខ្លួននឹងបន្តគាំទ្រកម្ពុជានិងថៃនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យមានប្រសិទ្ធភាពដោយជឿជាក់ថាការគោរពការបដិញ្ញាចិត្តការសន្ទនាប្រកបដោយសុចរិតនិងការសហការតាមយន្តការដែលមានស្រាប់គឺជាគន្លឹះដ៏សំខាន់នៅក្នុងការធានាសន្តិភាពនិងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនិងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។